ពូចង់ពីគ្រោះពីរឿងធ្វើបន់ឲ្យម្ដាយក្មួយលោកពូខ្ញុំមកនេះចង់និយាយពីរឿងដីនឹងផ្ទះនេះគេត្រូវរឹបអូសហើយបើលោកពូគ្មានប្រាក់សងគ្រប់ចំនួនទេនោះឆ្នាំនេះជាឆ្នាំជំនួយបេះដូងក្មួយទុកឆ្នាំនេះឲ្យពុកពិសាតាមការកំណត់ទៅណាក្មួយចាពូអរគុណលោកពូខ្ញុំលាសិនហើយចាសូមជើញអរគុណលោកពូលោកបងអរគុណហើយលោកគ្រូពេនចាញ់ឲ្យចាប់មិនបាច់មករវល់ទេស្ដាយបាយស្ដាយអង្គលោកបងដៃខំចិញ្ចឹមកូនកពើលោកបងមកខំមកចាស់ឯងវិញលោកបងបានធ្វើការប៉ុណ្ណឹងមករឹបអស់ដីយកផ្ទះដឹងទេថាពុកនេះគាត់ស្រឡាញ់ផ្ទះនៅចំការនេះប៉ុណ្ណាកែវរបស់បងសម្រាប់យកដាច់កែវទៅតាមកិច្ចសន្យារវាងពុកអូននិងគាត់ប៉ុន្តែបើគ្រួសារយើងទាំងពីរភ្ជាប់សាច់ឈាមនឹងគ្នានោះរឿងអ្វីក៏អាចសម្រួលគ្នាបានដែរសុំតើចាំបងឆាប់កែវកែវបងឆាប់បងខ្ញុំចង់រៀបការជាមួយប្រុសណាម្នាក់នោះគឺរៀបការដោយក្តីស្រឡាញ់មិនមែនដើម្បីបដូរយកអ្វីជាថ្នូរនោះទេហើយបងក៏មិនត្រូវការភរិយាដែលមករស់នៅជាមួយបងដែលមានតែសម្បត្តិរូបដើមមែនទេកែវកែវចម្លើយខ្ញុំតែប៉ុណ្្នឹងល្មមបងឆាប់អាចយល់បានហើយកុំឲ្យខ្ញុំនិយាយឲ្យច្បាស់ជាងនេះអីកែវកែវហើយរសាសាជ្រៃចាសាសាខ្ញុំមិនយល់ទេហើយតែក៏ខ្ញុំមិនអាចទទួលពរជ័យសម្រាប់ក្តីប្រាថ្នារបស់ខ្ញុំបានអូកែវឈប់ចាំម៉េចបងមកលាបអំណន់ព្រោះខុសពាក្យសន្យាមែនទេ
មនុស្សដូចបងនេះមិនដែលភ្លេចពាក្យសន្យាដែលបងបានសន្យាម្ដងណាទេមានតែអ្នកតាដ៏ស័ក្តិសិទ្ធិនេះប៉ុណ្ណោះដែលដឹងច្បាស់ថាចិត្តបងយ៉ាងណានិយាយបានល្អមិនចាក់អៀនមកតែកើតនេះអ្នកដែលគ្រប់ពាក្យសន្យានោះសន្យាថារំសឹកតាប់ជាមួយគ្នាសន្យាថាមិនបែកគ្នាសន្យាថាជួយគ្នាគ្រប់គ្រាពិបាកឥឡូវនេះបងធ្វើមិនបានសំបីតែមួយចំណុចអូនកែវកុំត្រាំគ្នាចាស់ណាស់មកគ្រប់យ៉ាងទៅណានៅមានទៀតណាកុំត្រាំគ្នាមិនឆ្ងាញ់ទេមកចាស់ណាអេណាឈប់ឲ្យម្នេះបងឆាប់ហើយអត់ទេទៅចុះឡំខ្ញុំញ៉ាំទៅចាំមើលណាមើលតែកូនវិនដូចជានៅតែតូចមិនព្រមធំសោះធ្វើឲ្យពុកនេះបារម្ភពីគេណាខាត់តិចមែនអង្គុយផឹងមកចុះនិយាយតាមត្រង់ទៅចុះពូឃើញបត់ឯងតាំងពីតូចរហូតដល់ធំឯងមានចិត្តធ្ងន់ចាស់ចិត្តចាស់កំណត់ពូគិតថាបត់ឯងអាចរក្សាកូនវិនបានបើបត់ព្រមទទួលរក្សាកូនស្រីកំហូចម្នាក់នេះជំនួសពូទ្រព្យសម្បត្តិប្លង់ដីទាំងអស់នេះជាចំណងដៃសម្រាប់ពួកឯងហើយណែគ្នាសប្បាយចិត្តណាស់បើសិនជាបានឯងធ្វើជាប្អូនថ្លៃរបស់គ្នានោះតាំងពីតូចរហូតដល់ធំអាវិនមិនដែលស្និទ្ធស្នាលជាមួយប្រុសណាក្រៅពីឯងទេប្លង់ដីជាចំណងដៃផ្ទះខ្ញុំពឹកចេញពីសាបបរនេះទេនេះត្រីងៀតនេះកូនធ្វើដល់ផ្ទាល់ដៃណែឆ្ងាញ់ណាស់ណាពឹកមើលទៅដូចជាតំណឆ្ងាញ់ណាស់កូនអញ្ចឹងពឹកពីសាបបរនេះឲ្យអស់ទៅណាពឹកមើលឆ្ងាញ់ណាស់កូនពឹកជាកូនទេតែកូនថាឆ្ងាញ់គឺឆ្ងាញ់ហើយណាពឹកពីសាបបរនេះអស់ទៅឈប់សិនបតតាបងយល់ថាកុំអាលចូលទៅអីល្អជាងណាបតណាស្ដាប់បងណាមិនអីទេបតតាបតណែកូនកែលោកពូលោកពូបានធូរខ្លះទេលោកពុកនឹងមិនតាំងអួតឈាមសាប់ទេទៅវិញទៅពូខ្ញុំលាពូសិនហើយខ្ញុំនឹងដោះស្រាយរឿងនេះតាមលទ្ធភាពខ្ញុំឲ្យបានឆាប់សិនយករបស់ឯងទៅវិញទៅបងឯងទៅចុះទោះជាបានឬក៏មិនបានក៏ពូមិនបន្ទោសឯងដែរឲ្យខ្ញុំក្រោយណាទៅជួយខ្ញុំម្ដងទៅខ្ញុំសូមវល់ណាជួយខ្ញុំម្ដងទៅបានហើយក្រោយឡើងខ្ញុំជួយបងម្ដងចុះណាស់ហើយចុះដូចជាមិនកើតទេដឹងលបងព្រោះលុយច្រើនណា
bà ônជួយខ្ញុំនោះខ្ញុំនឹងយកប្លង់ផ្ទះហើយនឹងប្លង់ដីដាក់ជូន អូបើសិនជាលបងជាអ្នកធានាហើយមានប្លង់ដីដាក់ទៀតនោះអញ្ចឹងមិនអីទេខ្ញុំឲ្យក ែវយើងត្រូវយកគំនិតមកដោះស្រាយបញ្ហាមិនមែនយកកំហឹងមកដោះស្រាយទេព្រោះខឹងខុសខឹងខាតណាកូនប៉ុន្តែគ្រាន់តែជាអ្នកធ្វើការឲ្យគេតែប៉ុណ្ណោះ តែខ្ញុំមិនជឿថាគេដោះស្រាយមិនបានទេពងគេមិនចង់រវល់ព្រោះចង់ការពារផលប្រយោជន៍អំចាស់ដីរបស់គេណាពង លោកអ៊ំមិនសូវស្រួលខ្លួន មិនអីទេក្មួយគ្រាន់តែអស់កម្លាំង ចឹងចឹងកាយណែណាអ៊ំ អូគេប្រហែលជានៅខាងក្រោយអានោះក្មួយ ចឹងចឹងអ៊ំខ្ញុំសុំទៅជួបអកាយសិន អឺ អាកាយម៉េចឆាប់ឡើងតែឡើយហើយគ្នាបង្ហាញដាញ់តិចសិនអាកាយគ្នាមកនេះណាចង់ឲ្យឯងទៅចូលរួមពិធីភ្ជាប់ពាក្យរបស់គ្នាហ្នឹងណាហ៎ភ្ជាប់ពាក្យភ្ជាប់ពាក្យជាមួយបងបុតណាភ្ជាប់ពាក្យ សំតោចោះណាវិនបុកគ្នាគាត់ឈឺមិនតាន់ជាគ្នាប្រាជាមិនបានចូលរួមទេមិនអីទេណាចាំដល់ពេលគ្នារៀបការតែម្ដងក៏បានដែរណែអញជាញ៉ាំតែម្នាក់គាត់ដាក់មកបាត់មានមិនអាចបាត់មកបានទេណាលីហើយណា អ្នកម៉ែមនុស្សយើងគ្មាននរណាម្នាក់ធ្វើបានដូចបំណងប្រាថ្នាទេមែនទេបេះដូងដំបូងរបស់កូនខ្ទេចខ្ទីអស់ហើយកូនគ្មានសេះសល់អ្វីឡើយម៉ែកូនកាត់បេះដូងតបស្នងគុណតាមបណ្ដាំមកហើយទោះជាកូនដឹងថាកូនឈឺចាប់ប៉ុណ្ណាក៏ដោយអ្នកម៉ែ
ផ្ដាច់និស័យអាឡ័យគ្រាដើមចាំគ្រប់ដង្ហើមរឿងរ៉ាវអតីតពាក្យពេចន៍សំបត់មិនផ្លាស់ប្ដូរចិត្តឥឡូវប្រែងងឹតបាំងបិទចិត្តរាំងស្មីសំណោកដួងចិត្តជីវិតមិនទៀងជុំកម្មដូចភ្លៀងបោកបង់ប្រឡាយគ្មានសល់អ្វីទេស្នេហ៍បងនឹងស្រីនៅសល់តែក្តីអាឡ័យរស់ឥតន័យបែងដងឈឺផ្សាការឈូកមួយតងបំណងលើម្ចាស់ទឹកថ្លាត្រចាំងបឹងស្នេហ៍ដែលបងប្រាថ្នាស្នេហ៍ធ្លាប់មានសង្ឃឹមពេលនេះត្រូវរលាយអស់បងស៊ូលះបងទាំងចិត្តខ្លោចផ្កាកាត់ផ្ដាច់វាសនាទាំងស្ដាយស្រណោះទទួលស្នេហ៍ថ្មីទាំងក្តីអាឡោះបូជាចិត្តកាយដែលស្មោះខំបំភ្លេចទាំងទុកក្រមគ្រីពៀនដួងចិត្តជីវិតឥតន័យវាលផ្ដាច់និស័យមកនឹងទុំងីចិត្តធ្លាប់រីករាយប្រែជាសោកាវាលផ្ដាច់ស្នេហាបងហើយនឹងយើងរៀបចំទុកដាក់ឲ្យហើយទៅបន្តិចទៀតពួកបងភឿនមកជួយដឹកអីវ៉ាន់លើហើយយ៉ាងម៉េចបានយកសបត់ការមកអញ្ជើញហ៎លឿនណាស់ណាមិនមែនទេមីងស្រីមាត់ច្រើនមែនអង្គុយទៅបនបានឪពូ
លោកពូមិនបាច់រើផ្ទះតាណាទេនេះជាប្លង់ដីខ្ញុំជូនលោកពូ ប្លង់ដីល្អខ្លាំងណាស់មិនបាច់រើទៅណាទេបានមិនបានក្មួយយកមកបាន អូនវិនព្រមប្រគល់ឲ្យខ្ញុំព្រោះពួកយើងចិត្តរៀបការហើយនាងក៏ចិត្តខ្លាចជាក្មួយប្រសារបស់លោកពូដែរខ្ញុំលាសន្ហាខ្ញុំសូមឲ្យលោកពូនឹងរក្សាផ្ទះនេះបន្តទៅទៀតព្រោះទីនេះជាជំរកសុខសម្រាប់ជីវិតចុងក្រោយរបស់ម៉ែ ជាបំណងរបស់បងឬក៏បង្ខំចិត្ត កែបងមិនដែលភ្លេចទេនៅអ្វីៗដែលបងធ្លាប់ធ្វើជាពិសេសម៉ែបានផ្ដាំថាត្រូវដឹងគុណលោកពូនឹងធ្វើចិត្តឲ្យប្រកបដោយមេត្តាធម៌ប្រាថ្នាឲ្យអ្នកដទៃបានសុខ បានហើយបងយកប្លង់ដីនេះទៅវិញទេការលះបង់របស់បងមិនបានធ្វើឲ្យខ្ញុំសប្បាយចិត្តនោះទេពួកយើងមិនត្រូវការសប្បាយលើកំណត់ទឹកអ្នកដទៃដោយការដឹងគុណនោះទេខ្ញុំត្រូវការសប្បាយដោយកតញ្ញូបងធ្វើអញ្ចឹងតើមានសេចក្តីសុខដែរទេ តែខ្ញុំទៅមិនរួចទេខ្ញុំសុខចិត្តលំបាកផ្លូវកាយតែខ្ញុំមិនអាចទ្រាំលំបាកផ្លូវចិត្តអស់មួយជីវិតបានទេបើបងមេត្តាសូមបងជួយពន្យាពេលឲ្យខ្ញុំមួយរយៈទៀតមក2ឆ្នាំក៏បានខ្ញុំនឹងសុំច្បាប់សម្រាប់ពីការងារដោយមិនយកប្រាក់បៀវត្សដើម្បីទៅរកប្រាក់មកសង កែប្រាក់ច្រើនណាស់អូនមិនអាចធ្វើអ្វីដែលខុសពីបំណងរបស់អូនបានទេពូដឹងពីបំណងល្អរបស់ក្មួយឯងហើយពួកឯងកុំពិបាកចិត្តអីឲ្យវាទៅតាមដំណើររឿងចុះយើងនឹងមានដីស្រែអាចធ្វើជាចម្រោកបានឲ្យតែយើងតស៊ូមិនយូរទេយើងនឹងរកផ្ទះថ្មីបានល្អជាងនេះទៀតផង បងមានអ្វីលាក់នឹងខ្ញុំបងនិយាយប្រាប់តាមត្រង់ចាស់ខ្ញុំអាចទប់ស្មារតីបាន បងបានយកប្លង់ដីទៅឲ្យកែវតែនាងមិនព្រមយកទេនាងសំបោឲ្យអូនមេត្តាទុកពេលឲ្យនាង2ឆ្នាំនាងនឹងរកប្រាក់មកលុះយកវិញ ចុះហេតុអីក៏បងដូចជាពិបាកចិត្តខ្លាំងម្ល៉េះ អូនដឹងហើយកែវគឺជាប្អូនរបស់បងមិនអាចទល់ភ្នែកមើលនាងបានទេ ខ្ញុំដឹងថាបងមិនត្រឹមតែជាបងរបស់កែវប៉ុណ្ណោះទេការពិតបងស្លាញ់កែវមែនទេ ឈប់ឲ្យបងសុំទោសមួយជីវិតបងនេះកែវគឺជា
ជាផ្កាយភ្នែករបស់បងមិនអាចរស់ដោយគ្មានកាយបានទេ យូរហើយបាច់ក៏បងមិនប្រាប់អូនឬមកក៏បងចង់ឲ្យប្រាស់ចិត្តអូន ឈរវិញអូនអាចនិយាយដូចនេះក៏បានអូនជេរស្ដីបងឲ្យអស់ចិត្តចុះកាយនិយាយត្រូវយើងអាចលំបាកផ្លូវកាយប៉ុន្តែយើងមិនអាចរស់លំបាកផ្លូវចិត្តអស់មួយជីវិតបានទេសុភមង្គលគួរតែបានមកដោយការពេញចិត្តបងបារម្ភខ្លាចបងមិនអាចរកសុភមង្គលជូនអូនបានបងសុំមកសូមអូនមេត្តាទុកពេលឲ្យបង2ឆ្នាំមក មកដល់ពេលនេះតែបងយល់ថាជីវិតមានន័យណាស់អូនធ្លាប់រស់តែមិនអាចគិតទេថាពេលណាគ្មានអូនចង់បានអ្វីបកក្រឲ្យភ្លាមប៉ុន្តែពេលនេះគឺជាលើកទី1ហើយតែបុកយកអាចឲ្យមិនបានបុកប្រហែលជាគិតថាលុយអាចតែអ្វីបានគ្រប់យ៉ាងហើយគឺខុសស្រឡះលុយមិនអាចទិញស្នេហាបានទេបានបងទៅចាស់ជូនបងសូមឲ្យការតស៊ូរបស់បងបានសម្រេចឆាតហើយចុះបត់ទៅណាដូចជាមិនឃើញ ហាចុះក្រែងយកមិញនៅជាមួយពុកអី អត់ទេហើយចុះវាទៅណា គាត់ទៅហើយ2ឆ្នាំទៀតទៅគាត់ត្រឡប់មកវិញ 2ឆ្នាំទៀតហ៎ហើយចុះវាទៅណាវា កសែតបងនេះឈប់ថងនេះបងតែនាងកសែតទេ អត់ទេ បាទបងកសែតទេបង អូមិនទិញទេ បងកសែតទេបងត្រូវការកសែតទេបង អត់ទេកសែត នេះកសែតទើបចាញ់ថ្មីបង អូ បាទ ឲ្យមកច្បាប់មកចឹង បាទ ណែ បាទអរគុណបងត្រូវការកសែតទេបងកសែតទើបចាញ់ថ្មីបងត្រូវការកសែតទេ